ជាប្រវត្តិនៃនគរបាជ័យប្រាសាទនគរបាជ័យបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ឧទ្ទិសចំពោះពុទ្ធសាសនាមហាយានលក្ខណៈសម្គាល់ក្នុងព្រះអង្គគឺជាជាឆ្លាក់ជីវពុទ្ធបញ្ឆោតដែលមានរណននៅពីផ្ទៃខាងលើហើយគេធ្វើរូបគ្រុឌជិះនាគនៅអមសងខាងផ្លូវចូលប្រាសាទនៅលើព្រំលំបូលគេឆ្លាក់ជារូបពុទ្ធសមាធិតែក្នុងរាជស្ដេចបន្ទាប់មានការផ្លាស់ប្ដូរឡាញរូបពុទ្ធចេញដើម្បីកែលម្អប្រាសាទទៅជាពុទ្ធព្រហ្មញ្ញសាសនាវិញដែលមកនៅសម័យកណ្ដាលចន្លោះសតវត្សទី16 17មានព្រះរាជាមួយអង្គទៀតបានត្រឡប់មករៀបពុទ្ធរានដ្ឋាននេះខ្លះជាវត្តអារាមនៃពុទ្ធសាសនាភូមិយានវិញដែលបានដាប់ប្រាង្គកណ្ដាលជាចេតិយថ្មីបន្ថែមនឹងលើរចនាសម្ព័ន្ធចាស់ដោយតែបានមើលឃើញសប្តាហ៍ថ្ងៃប្រាសាទនេះគេនៅតែបន្តគោរពបូជាផ្នែកពុទ្ធសាសនាពីសំណាក់ពុទ្ធសាសនានៅជុំវិញប្រាសាទនិងអ្នកធ្វើដំណើរមកកាន់ជាហោហែ